ជាបន្តខ្ញុំប្រកាសណាសូមនមស្ការចំពោះប្រជញ្ញ3នៃព្រះត្រៃរតន៍ពោលគឺគុណព្រះពុទ្ធរតនៈគុណព្រះធម្មរតនៈនិងគុណព្រះសង្ឃរតនៈដោយគោរពនមស្ការអំពីខ្ញុំប្រកាសណាមុនលើវិញទៀតចម្រើនពរជម្រាបសួរបងប្អូនដែលបានសិក្សាអំពីព្រះធម៌នមស្ការប្រតនត្រ័យនមស្ការបូជនីយវត្ថុជាទីគោរពឥឡូវយើងវិលមកជួបគ្នាផ្សាយថ្មីនិយាយរៀនសិក្សាអំពីវន្តាបូជនីយវត្ថុជាទីគោរពសក្ការៈជាបន្តក៏សូមអញ្ជើញរៀនសូត្រទាំងអស់គ្នាអនុមោទនាវន្តាមិចេតយ៉ាងសាពាំងសាបដ្ឋានេសុបតជិតាំងសារិរកធាតុនៃមហាពោធិ៍ពុទ្ធរូបាំងសកលੰសាទីនៃសេចក្តីសម្រេចប្រែជាកាបខមរភាសាថាខ្ញុំសូមថ្វាយបង្គំចំពោះព្រះបរមចេតិយព្រមទាំងព្រះសារីរកធាតុនៃព្រះពុទ្ធនិងមហាពុទ្ធទីប្រឹងដោយកលឹងដោយលំអត់ចិនបរិសុទ្ធលើកំបងអញ្ចលីនិងព្រះពុទ្ធរូបតំណាងអង្គព្រះមុនីដែលឆាត់នឹកគ្រប់ទីឋានានានោះទាំងអង្គដោយដែលចាស់នៃគុណព្រះមានបុណ្យប្រសើរខ្ពស់ដែលតែងតែរំលងរំដោះទងភ័យអន្តរាយសូមឲ្យខ្ញុំបានសុខរួចចាត់តងផុតទាំងឡាយសត្វត្រូវជួយចិនឆ្ងាយសូមឲ្យคล้ายមកជាមិនសូមឲ្យតាន់ព្រះអរិយមេត្រីថ្លៃវិសិនសូមបានឃើញធម៌ពិនសំដីចិនប្រាថ្នាហងរួចយើងមកបន្តជាភាសាបាលីទៀតថាអេចេវមយចន្តនមេសម័យយ៉ាងនមេមនោរតនាតយ៉ាងបញ្ញវិសន្ធាំងវិផលាំងអលដ្ឋាំងតាសានុភាវេអ្នកហន្តន្តរាយោហើយបន្តប្រែការភាសាថាខ្ញុំសូមនមស្ការលើកហដ្ឋាអនសិរស័យបង្គំគុណទាំង3គុណដ៏លងត្រៃលោកាចសូមបុណ្យកង្កុសលឲ្យបានដល់យើងខ្ញុំណាពេញពងសមាធិរាដោយចលសាធំទូលាយសូមឲ្យកំចាត់បងអបមងគុណទាំងឡាយឲ្យជាចិញ្ចាឆ្ងាយក្តីអន្តរាយកំបីមានដោយកំឡើងអនុភាពបញ្ញាលាតជាប្រធានកងបុណ្យនិរិស័យមានសូមឲ្យបានក៏មានមោហដោយគុណនមស្ការត្រៃរតនាប្រសើរខ្ពស់ដោយសូមអានិសង្ឃនោះដាក់ដល់ឋានពៀនហងឥឡូវយើងទាំងអស់គ្នាយាយលោកតាបងប្អូនប្រុសស្រីរៀនអំពីវិធីសមាទាននិច្ចសិលឬហៅថាសិល5ទាំងអស់គ្នាឧកាសៈមយ៉ាងផន្តេវិសង្រខណដ្ឋាយៈតិសរណេនសហបញ្ចសីលាយចាមៈទុតិយាមពេមយ៉ាងផន្តេវិសង្រខណដ្ឋាយៈតិសរណេនសហបញ្ចសីលាយចាមៈ
តតិយាមបេមយ៉ាងភន្តេវិសង្រកណត្ថាយៈទេសរណេនសហបញ្ចសិលាយចាមេសង្ឃឹមថាលោកយាយលោកតាទាំងអស់បានតាន់ក៏ដូចជាសិក្សាស្វែងយល់ហើយពាក្យសម្រាយដែលក្នុងភាសាបាលីបកអត្ថជាខ្មែរដើម្បីឲ្យយល់ថាមគ្គយ៉ាងភ័ន្តេយើងសូត្រសម្រាប់ច្រើនគ្នាមានន័យថាគ្នាច្រើនមគ្គយ៉ាងភ័ន្តេដល់ពេលអហង្ភ័ន្តេអហង្រីខ្ញុំមានន័យថាសូត្រតែម្នាក់ឯងយាចាមៈសូត្រគ្នាច្រើនចំណែកឯពាក្យថាយាចាមិសូត្រម្នាក់ឯងបើសិនបើយើងទៅសុំសមាសិលនៅវត្តសុំមិមកសុំជាមួយញោមអាចារ្យមគ្គហើយជាបន្តរួចហើយយើងបានពោលនៅភាសាបាលីដូចខាងលើនឹងរួចក៏អ្នកសមាទានត្រូវទទួលគាថាតាមព្រះសង្ឃដោយបញ្ចេញវចីភេទឲ្យឮច្បាស់ថាកុំឲ្យខ្សឹបដែលលោកប្រដៅដោយតទៅថាពេលនោះឯងលោកប្រទានថានមោតស្សៈភិក្ខវៈតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភិក្ខវៈតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភិក្ខវៈតោអរហតោសម្មាសម្ពុទ្ធស្សៈនឹងហើយព្រះសង្ឃសូត្រ3ដងពេលនោះឯងយើងជាអ្នកសុំសិលសមាទានអំពីព្រះសង្ឃក៏សូត្រទៅតាមព្រះសង្ឃពេលដែលព្រះសង្ឃឲ្យចប់ហើយសេចក្តីចម្រាយនៅក្នុងនោះយើងធ្លាប់តែឮសូត្រតែបាលីឥឡូវយើងមកប្រែជាសម្រាយដូចតទៅថារីកិរិយានមសិកាថ្វាយបង្គំនៃខ្ញុំព្រះករុណាចូលមានដល់ព្រះដ៏មានប្រភាអង្គនោព្រះអង្គជាព្រះអរហន្តដ៏ប្រសើរទ្រង់ត្រាស់ដឹងនៅញៃយធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គឥតមានគ្រូបែកចាស់ណាប្រដៅព្រះអង្គឡើយបន្តទៀតជាភាសាបាលីព្រះសង្ឃប្រទានថាពុទ្ធេហាំងសរណង្កិច្ឆហាមិដែលមានសេចក្តីសម្រាយថាខ្ញុំព្រះករុណាសូមដល់នៅព្រះពុទ្ធជាទីពឹងទីរលឹកធម្មង្សរណង្កិច្ឆហាមិខ្ញុំព្រះករុណាសូមដល់នៅព្រះធម៌ជាទីពឹងទីរលឹកសង្ឃេហាំងសរណង្កិច្ឆហាមិខ្ញុំព្រះករុណាសូមដល់នៅព្រះសង្ឃជាទីពឹងទីរលឹកទុតិយំបេពុទ្ធេហាំងសារណង្កិច្ឆហាមិខ្ញុំព្រះករុណាសូមដល់ព្រះពុទ្ធជាទីពឹងជាទីរលឹកគម្រប់2ដងផងទុតិយំបេតហមង្សសារណង្កិច្ឆហាមិខ្ញុំព្រះករុណាសូមដល់នៅព្រះធម៌ជាទីពឹងទីរលឹកជាគម្រប់2ដងហងទុតិយំបិសង្ឃហង្សរណង្កិច្ឆហាមិខ្ញុំព្រះករុណាសូមដល់នៅព្រះសង្ឃជាទីពឹងទីរលឹកជាគម្រប់2ដងផងតតិយំបិពុទ្ធេហាំងសរណង្កិច្ឆហាមិខ្ញុំព្រះករុណាសូមដល់នៅព្រះពុទ្ធជាទីពឹងទីរលឹកជាគម្រប់3ដងផងតតិយំបិតហមង្សរណង្កិច្ឆហាមិខ្ញុំព្រះករុណាសូមដល់នៅព្រះធម៌ជាទីពឹងទីរលឹកជាគម្រប់3ដងផងអនុមោទនីតតិយំបិសង្ឃេហាំងសរណង្កិច្ឆហាមិខ្ញុំព្រះករុណាសូមដល់នៅព្រះសង្ឃជាទីពឹងទីរលឹកជាគម្រប់3ដងផងពេលនោះយើងទាំងអស់គ្នាធ្វើតាមហើយព្រះសង្ឃក៏បានពោលថាតិសារណកហណੰបរិបុណ្ណੰប្រែថារីកិរិយាកាន់យកនៅព្រះត្រៃសរណគមបរិបូរតែប៉ុណ្ណោះ
រួចហើយយកយាយលោកតាបងប្អូនប្រុសស្រីក៏បានបន្តទៀតថាអាមៈភន្តេមានន័យថាករណាលោកម្ចាស់ពេលនោះព្រះសង្ឃក៏បានពោលអំពីបាណាតិបាតាវេរមណីសិក្ខាបទាំងសមាធិយាមិដែលមានសេចក្តីសម្រេចថាខ្ញុំព្រះករណាសូមសមាទាននៅសិក្ខាបទគឺចេតនាជាហេតុវាចាកិរិយាធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លងគឺសម្លាប់សត្វទី2អត្តនីទានាវេរមណីសិក្ខាបទាំងសមាធិយាមិប្រែថាខ្ញុំព្រះករណាសូមសមាទាននៅសិក្ខាបទគឺចេតនាជាហេតុវាចាកិរិយាកាន់យកនៅវត្ថុដែលគេមិនបានឲ្យដោយកាយឬដោយវាចាទី3កាមេសុមច្ឆាចារាវេរមណីសិក្ខាបទាំងសមាធិយាមិខ្ញុំព្រះករណាសូមសមាទាននៅសិក្ខាបទគឺចេតនាជាហេតុវាចាកិរិយាប្រព្រឹត្តខុសក្នុងកាមទាំងឡាយទី4មុសាវាទាវេរមណីសិក្ខាបទាំងសមាធិយាមិសម្រាប់ថាខ្ញុំព្រះករណាសូមសមាទាននៅសិក្ខាបទគឺចេតនាជាហេតុវាចាកិរិយាពោលនៅពាក្យកុហកសុរាមេរយមជ្ជបមាតតានាវេរមណីសិក្ខាបទាំងសមាធិយាមិសេចក្តីសម្រេចថាខ្ញុំព្រះករណាសូមសមាទាននៅសិក្ខាបទគឺចេតនាជាហេតុវាចាហេតុជាទីតាំងនៃសេចក្តីប្រមាទគឺផឹកនៅទឹកស្រវឹងគ្រឿងសុរានឹងមេរ័យនេះជាការដាស់តឿនរួចហើយបព្វជិតអ្នកឲ្យសិលមានន័យថាពេលនោះឯងព្រះសង្ឃក៏បានពោលបន្តទៀតថាអ៊ីមានិបញ្ចសិក្ខាបទានិសាធុកាំងកត្វាបមាតេននិច្ចកាលាំងសមារខិតពាំងដែលមានសេចក្តីសម្រេចថាអ្នកទាំងឡាយគប្បីធ្វើនៅសិក្ខាបទទាំងឡាយនេះទាំង5នេះឲ្យប្រពៃត្រូវរក្សាឲ្យល្អកាន់ចំណែកដោយសេចក្តីមិនប្រមាទហើយគឺធ្វើកុំធ្វេសប្រហែសឡើយរួចហើយយើងជាឧបាសកឧបាសិកាត្រូវបន្តទៀតថាអាមៈភន្តេដែលមានសេចក្តីសម្រេចថាខ្ញុំព្រះករណាសូមខ្ញុំព្រះករណាលោកម្ចាស់មានន័យថាព្រមទទួលវាចានៅសិលនៅចេតនាទាំង5ខាងលើមានការសម្លាប់សត្វលួចទ្រព្យសម្បត្តិនិយាយពាក្យកុហកប្រព្រឹត្តខុសក្នុងកាមអីផ្សេងជាដើមទាំង5ហ្នឹងរួចហើយព្រះសង្ឃសម្ដែងជាបាលីថាសីលេនសុគតੰយន្តិសីលេនសុគតੰសីលេនភូកសម្បទាសីលេននិព្វភូតੰយន្តិតាស្មាសីលੰវិសោធយេដែលមានសេចក្តីសម្រេចថាសត្វទាំងឡាយបានទៅកាន់ស្ថានសួគ៌ក៏ព្រោះសិលសត្វទាំងឡាយបានបរិបូរដោយភោគៈទ្រព្យក៏ព្រោះសិលសត្វទាំងឡាយបានទៅកាន់ទីរំលត់ទុក្ខក៏ព្រោះសិលព្រោះហេតុដូចនោះបុគ្គលជាសប្បុរសជំរះសិលឲ្យល្អបរិសុទ្ធកុំឲ្យមងសៅអនុមោទនីពេលនោះឯងញាតិញោមអ្នកយាយលោកតាប្រុសស្រីក្មេងចាស់ក៏បានសាធុប្រែថាប្របីហើយលោកម្ចាស់អនុមោទនីពិធីថ្វាយបង្គំអំពីការនមស្ការវន្ទាចំពោះបូជនីយដ្ឋានក៏ដូចជាចំពោះបរតនត្រ័យមានប្រមាណប៉ុណ្ណេះឯងសូមអនុមោទនីហើយជាបន្តយើងនឹងសិក្សាអំពីការសុំខមាទោសចំពោះបរតនត្រ័យនៅពេលដែលជ័យលោកតាសុំសាររួចហើយប៉ុណ្ណេះចប់តែប៉ុណ្ណេះឯងសូមជ្រះថ្លាអនុមោទនី